ទស្សនិកជនជាទីគោរពរីឯព័ត៌មានជាបន្តទៅទៀតនេះផងដែរឯកឧត្តមហ៊ីសោភារៀបចំពិធីសម្ដែងរបាំជូនពរឆៃយ៉ាំរបាំត្រុដិនិងសូត្រមន្តចម្រើនព្រះបរិត្តដើម្បីទទួលអំណរសាទរទេវតាឆ្នាំថ្មីនិងសពសាធុការពរថ្វាយព្រះមហាក្សត្រីព្រមទាំងថ្នាក់ដឹកនាំកម្ពុជានៃជាតិក្នុងឱកាសត្រៀមទទួលអំណរសាទរបន់ជោលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026ដែលនឹងឈានមកដល់នាពេលឆាប់ខាងមុខនេះនៅក្រមប្រឹក្សាធម្មនុញ្ញថ្ងៃទី9ខែមេសាឆ្នាំ2026ឯកឧត្តមហ៊ីសោភាប្រធានក្រមប្រឹក្សារដ្ឋធម្មនុញ្ញព្រមទាំងឯកឧត្តមជាលោកជំទាវអនុប្រធាននិងអគ្គលេខាធិការថ្នាក់ដឹកនាំមន្ត្រីរាជការក្រមអាវ៉ាតបានអញ្ជើញក្រុមសម្ដែងរបាំនិងពេលរសៀលដើម្បីសូត្រមន្តចម្រើនព្រះបរិត្តជំរុះនៅឧបទ្រពចង្រៃក្នុងឆ្នាំចាស់និងទទួលពរជ័យសិរីមង្គលពីទេវតាឆ្នាំថ្មីពិធីក៏បានរៀបចំការសម្ដែងនៅរបាំជូនពរឆៃយ៉ាំនិងរបាំត្រុដិដើម្បីជាកិច្ចបណ្ដេញនៅឧបទ្រពចង្រៃក្នុងឆ្នាំចាស់និងទទួលយកសិរីសួស្តីបវរមហាប្រសើរក្នុងឆ្នាំថ្មីជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកទាំងអស់ឲ្យទទួលបានជោគជ័យថ្មីថែមទៀតជូនជាតិមាតុភូមិពិធីបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដើម្បីជាកិច្ចទទួលអំណរសាទរទេវតាឆ្នាំថ្មីព្រះនាមរជសាទេវីដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ោង 10:48 នាទីព្រឹកថ្ងៃអង្គារ12រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2026នាពេលដ៏ខ្លីខាងមុខនេះនិងដើម្បីបួងសួងដល់ទេវតាឆ្នាំថ្មីសូមប្រោះព្រំប្រទានពរជ័យសិរីសួស្តីជ័យមង្គលវិបុលសុខមហាប្រសើរជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រមអាវ៉ាតនៃក្រមប្រឹក្សារដ្ឋធម្មនុញ្ញទាំងអស់ឲ្យមានសេចក្តីសុខសេចក្តីចម្រើនសុខភាពល្អបរិបូរណ៍ប្រាជ្ញាឆ្លៀសវៃដើម្បីបន្តបំពេញតួនាទីជូនស្ថាប័នឲ្យទទួលបានជោគជ័យថ្មីបន្ថែមទៀតស្ថិតក្នុងឱកាសដ៏មង្គលនេះក្នុងនាមថ្នាក់ដឹកនាំនិងជាមន្ត្រីរាជការនៃក្រមប្រឹក្សារដ្ឋធម្មនុញ្ញឯកឧត្តមហ៊ីសោភាសូមបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាមរជសាទេវីសូមថ្វាយព្រះរាជសពសាធុការពរជ័យបវរមហាប្រសើរថ្វាយចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមេដាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទាំងទ្វេមានព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាមានព្រះសុខភាពល្អបរិបូរណ៍ព្រះកាយពលមមួនព្រះបញ្ញាញាណភ្លឺថ្លាដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនារបស់ប្រជារាស្ត្រខ្មែរជាកូនចៅទូតរបស់ព្រះអង្គជានិច្ចនិរន្តររៀងទៅព្រមទាំងបានបួងសួងទេវតាឆ្នាំថ្មីសូមជួយថែរក្សាអភិបាលប្រោះព្រំសិរីមង្គលជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតបច្ច័នមុនីហ៊ុនម៉ាណែតសូមបានប្រកបតែនឹងព្រះពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយព្រមទាំងបន្តសម្រាប់បានជោគជ័យគ្រប់ភារកិច្ចថ្មីបន្ថែមទៀតសម្រាប់ជាឧត្តមប្រយោជន៍ជាតិនិងមាតុភូមិកម្ពុជា